តំបន់កេងកងមួយឈ្មោះថា Mass Tower ហើយសម្រាប់លក្ខណៈពិសេសរបស់ Mass Tower វិញគឺយើងមានចំណតឡានអូតូឡើងទៅដល់ជាន់ទី17ឥឡូវយើងទៅមើលទាំងអស់គ្នាចាខាងនេះគឺចំណតឡានរបស់ Mass Tower សម្រាប់ចំណតឡាននេះដែរគឺយើងអាចឆក់ឡានបានរហូតដល់62គ្រឿងហើយសម្រាប់ចំណតម៉ូតូគឺនៅខាងនេះចាខាងនេះគឺជាជាន់ក្រោមដីដែលមាន2ជាន់នៅខាងក្រោមយើងអាចដាក់ម៉ូតូបានចំនួន300គ្រឿងហើយបន្ទាប់ពីនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅមើលទស្សនវិជ្ជានៃការដេកខាងក្នុងអគារតែម្ដងអូខេសម្រាប់ខាងក្រោមនេះគឺជាកន្លែងទទួលភ្ញៀវហើយក្នុងអគារគឺយើងមានចរាយន្តចំនួន2ហើយសម្រាប់អគាររបស់យើងគឺយើងមាន25ជាន់ហើយសម្រាប់ជាន់ទី25គឺ Sky Bar ឥឡូវខ្ញុំនឹងនាំបងទៅមើលជាន់ទី24ដែលជាទីតាំងអគារទីតាំងវាមានស្រេចសម្រាប់នេះគឺជាន់ទី24ហើយក្នុងជាន់ទី24នេះដែរគឺយើងមានកន្លែងទទួលភ្ញៀវ counter ចំនួន1អមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតពីខាងលើអគារទាំងមូលផងដែរហើយសម្រាប់ខាងនេះគឺជាបន្ទប់ប្រជុំដែលមានទូធ្លាធំទូលាយហើយសម្រាប់ជាន់នីមួយៗរបស់អគារគឺយើងមានបំពាក់ទៅដោយប្រអប់ការពារអគ្គិភ័យspeaker announcement sprinkler កំពុងបិទផ្សែងចាខាងនេះគឺជាចដាលជើងសម្រាប់ជួយសម្រួលពេលដែលមានបញ្ហាចដាលជើងកើតឡើងអញ្ចឹងយើងអាចចេញចូលតាមចដាលជើងបានបន្ទប់ទឹកគឺនៅខាងនេះអគារក៏មានផ្ដល់ជូនជាទូទឹកកកចំនួន1ម៉ាស៊ីនទឹកដែលទឹកត្រជាក់និងកន្លែងលាងចានដ៏ស្រស់ស្អាតផងដែរហើយសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅខាងក្រោមនេះបានអរគុណ